នេះគឺជាការខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រុមប្រឹក្សាភិបាលទីប្រឹក្សាក៏ដូចជាគណៈគ្រប់គ្រងនៅក្នុងការពង្រឹងវិស័យអប់រំក្នុងការគ្រប់គ្រងសាលារៀនដែលជាវិស័យឯកជនចូលរួមចំណែកជាមួយនឹងក្រសួងអប់រំយុវជននិងកីឡានិងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការពង្រឹងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើងបណ្ដុះបណ្ដាលធនធានមនុស្សឲ្យចាត់គ្នាជំនាន់ក្រោយខ្លាយទៅជាទំពាំងស្នងវិស័យដ៏ល្អខ្លាយទៅជាធនធានមនុស្សដ៏សំខាន់ចាត់ចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលអនាគតចាត់សូមសេចក្តីល្អសាទរពីអាជ្ញាធរទាំងអស់គ្នាចា៎ខ្ញុំសូមប្រពន្ធគណៈគ្រប់គ្រងឡានថតរូបជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាបន្តសូមគ្រប់អញ្ជើញលោកស្រីឡាយអមរាគ្រប់អញ្ជើញលោកលងហាវ៉ាត់គ្រប់អញ្ជើញលោកតាគុណចា៎គ្រប់អញ្ជើញលោកអឹមច័ន្ទប្រស្នាគ្រប់អញ្ជើញលោកស្រីអុកដាវីចា៎គ្រប់អញ្ជើញលោកអុកវិចិត្រ